បាទគ្រប់សិបស៊ូពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះទៅបានតំណែងទេបាទមកបានថតនៅទូកមកវត្តពោធិហានជីលើបាទនេះគឺជាទូកបាទមហាតេជោពោធិ៍សែនជ័យបាទនៃវត្តពោធិហានជីលើហើយបាទអូគឺលក្ខណៈពិសេសណាស់បាទទូកដែលយើងបានឃើញនេះបាទគឺបន្ទាប់ពីបើកសាច់មានហើយគឺឡើងក្តារសាបបាទឡើងក្តារសាបនេះប្រហែលជាជិត2 ទឹកឯណោះបាទហើយខាងនោះប្រហែលជា1 ទឹកជាងតិចទេបាទខាងនេះទងធំជាងបន្តិចបាទលក្ខណៈពិសេសបន្តិចនៃទូកនេះគឺក្តារសាបនេះគឺធ្វើអំពីដើមស្រឡៅបាទគឺជាការកម្មង់របស់គណៈកម្មការទូកមហាតេជោតែម្ដងហើយប្រវែងនេះតែ21 ម៉ែត្រជាងទេបាទដោយសារតែគណៈកម្មការបាទសុំមិនអោយប្រាប់ពីប្រវែងពិតនោះទេបាទអញ្ចឹងសូមប្រាប់ថាទូកនេះតែប្រវែងតែ21ឬក៏20 ម៉ែត្រ22 ម៉ែត្រទេបាទមិនអាចធ្វើវែងដូចជាមុនទៀតទេបាទដោយសារតែប្រវែងទូកឥឡូវនេះគឺគេអាប់ដេតមកត្រឹមតែ21ឬក៏22 ម៉ែត្រទេបាទវែងពេកក៏មិនសូវល្អបាទតាមតែអ៊ំហៅគាត់មានប្រសាសន៍នៅពេលដែលខ្ញុំពីមុនបាទមកនេះគឺមិនបានជួបនឹងអ៊ំហៅទេបាទដោយសារតែគាត់មានកិច្ចការបាទទៅទទួលទូកនៅឆ្ងាយទៀតនៅសល់តែមេជាងហាត់ទេបាទបន្ទាប់ពីការសាកសួរបាទមេជាងហាត់គឺបន្ទាប់ពីធ្វើទូកនេះហើយបាទគឺបន្តទៅធ្វើទូកខាងសាលាអនុទីទៀតបាទអញ្ចឹងគឺអត់បានទៅលេងប្រពន្ធកូនផ្ទះទេបាទគឺបញ្ញាប់បង្ហើយការងារនៅខាងខេត្តកញ្ចេះនេះបាទព្រោះនៅសល់ទូកខ្លីនឹងច្រើនគ្រឿងទៀតបាទចេះតែផ្អាប់ជាងហ្នឹងបាទគាត់ជាលេខសោតមួយគាត់ហ្នឹងបាទដល់ពេលហើយឥឡូវនេះបាទគឺការធ្វើហ្នឹងគឺបានរួច 90% ហើយថ្ងៃស្អែកគឺដាក់ខ្ទង់បង្ហើយនឹងទូកបាទហើយជាយ៉ាងយូរតែថា2ឬក៏3ថ្ងៃទៀតទេគឺរួចហើយបាទនេះជាងនេះបាទគឺជាអ្នកដែលពូកែធ្វើម្ហូបបាទគាត់មកជាមួយដែរអញ្ចឹងមានជាងទាំងអស់គ្នាក៏មានយកគ្រួសារមកទេបាទអញ្ចឹងមានតែប្រុសហ្នឹងហើយណាអ្នកធ្វើម្ហូបបាទជាងឌីនោះមាញ់ទេបាទគឺខ្ញុំថាគាត់ថាកុំយកពពាយគាត់ហូបបាទថ្ងៃនេះស្អីបាទគឺតាមពិតជាຂະຫນាតគេវាស់ក្តារទេបាទដែលពពាយនេះគឺរៀងមហាតេជោពោធិ៍សែនជ័យដែលពុកម៉ែបងប្អូនបានឃើញបាទគឺធ្វើអំពីខាងនោះគឺរួចមួយហើយបន្ទាប់ពីគេដាក់ផ្កាប់ហើយគឺចាប់ផ្ដើមស្អែកហ្នឹងគឺបិទជាប់ទឹកហើយនឹងលាបជាប់ទឹកអត់ទេជិះហើយមិនលាបណាតាមនៅធ្វើអីទៀតក្នុងក្នុងនៅធ្វើអីទៀតឈូសបាត់ហើយអូបិទជាប់តាមហ្នឹងកែមហ្នឹងបាទអញ្ចឹងយើងនឹងបានឃើញបាទរៀងរើទូកមហាតេជោពោធិ៍សែនជ័យបាទខាងនេះមួយទៀតបាទដែលនឹងធ្វើរួចនៅក្នុងពេលឆាប់នេះបាទសូមបញ្ជាក់ថានេះគឺការធ្វើទូកមហាតេជោពោធិ៍សែនជ័យបាទស្ថិតនៅមុខវត្តពោធិហានជីលើបាទស្រុកឆ្លងខេត្តកញ្ចេះបាទគឺចិត្តនឹងរួចរាល់ទាំងពីរហើយបាទបន្ទាប់ពីចេញពីនេះទៅគឺជាងនឹងទៅខាងវត្តសាលានីតិបន្តទៀតបាទអញ្ចឹងសូមអរគុណពុកម៉ែបងប្អូនដែលតែងតែតាមដានទស្សនាវីដេអូរបស់ admin រហូតមកបាទសូមអរគុណសូមជម្រាបលាបាទជួបគ្នានៅវីដេអូក្រោយៗទៀតអរគុណពុកម៉ែបងប្អូនដែលតែងតែតាមដានទស្សនាវីដេអូរបស់ admin បាទបើចូលចិត្តកុំភ្លេចជួយចុច like និង follow channel page នេះផងបាទសូមអរគុណសូមជម្រាបលា